តើការបញ្ចូលលុយយូរធ្វើឱ្យខូចស៊ីមដែរឬទេហើយមានវិធីសាស្ត្រអ្វីដែលយើងអាចដំណើរការស៊ីមយើងប្រើប្រាស់ឡើងវិញបានអញ្ចឹងប្រសិនបើអ្នកនរគ្នាខានបញ្ចូលលុយយូរជាមួយនឹង SIM Card នោះក្រុមហ៊ុននឹងធ្វើការលុបគណនីរបស់អ្នកទាំងអស់គ្នាហើយផ្ទេរទៅកាន់អតិថិជនផ្សេងទៀតប្រសិនបើអ្នកទាំងអស់គ្នាមិនបានបញ្ចូលលុយក្នុងរយៈពេល90ថ្ងៃបន្ទាប់ពីផុតសុពលភាពចុងក្រោយនៃការផុតកំណត់នៃគម្រោងចង់បានន័យថាគម្រោងយើងផុតហើយទៅដល់90ថ្ងៃគឺអ្នកនរគ្នាបានបញ្ចូលបានន័យថានោះលេខរបស់អ្នកនរគ្នានឹងត្រូវការបិទឬក៏ផ្អាកជាបណ្ដោះអាសន្នបានន័យថាពេលហ្នឹងអ្នកនរគ្នាលែងប្រើការដែរវាអត់មានសេវាទេអញ្ចឹងបន្ទាប់ពីនឹងមកគឺខាងក្រុមហ៊ុននឹងទុកពេលរយៈពេល90ថ្ងៃបន្ថែមទៀតសម្រាប់ឲ្យអតិថិជនអាចស្នើសុំដំណើរការលេខទូរស័ព្ទសារថ្មីអញ្ចឹងបានន័យថាផុតរយៈពេល90ថ្ងៃហ្នឹងគឺស៊ីមយើងលែងមានសេវាហើយយើងប្រើលែងការហើយបើយើងចង់បានវិញតើយើងទៅបើកស៊ីមថ្មីអញ្ចឹងអ្នកនរគ្នាអាចនឹងទៅដល់ក្រុមហ៊ុនផ្ទាល់ដែលអាចនឹងភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណអីជាដើមអញ្ចឹងទៅដើម្បីទៅស្នើសុំបើកលេខសារជាថ្មីបានន័យថាយើងមានពេលដល់ទៅ180ថ្ងៃផុតពីហ្នឹងគឺស៊ីមយើងគឺលែងជួយបានហើយបានន័យថាគឺបានន័យថាខាងក្រុមហ៊ុនគឺបានយកលេខយើងទៅផ្ទេរអតិថិជនផ្សេងទៀតបាត់ហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ផងហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកនរគ្នាអធ្យាស្រ័យផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ